បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានផលិតផល3ប្រភេទបាទដែលมันប៉ះពាល់ដល់សុខភាពសម្រាប់ប្រើលើដំណាំបន្លែបាទបងប្អូនបាទមិនថាខែក្តៅខែត្រជាក់ខែភ្លៀងអីទេបាទអានេះគឺជាប្រភេទម្សៅត្រីកូណាម៉ាបាទកាប់តាន់ត្រីខូអាហ្នឹងប្រសិទ្ធភាពរបស់វាគឺយើងប្រើអត្ថប្រយោជន៍ទៅលើប្រភេទក្រាប្រភេទរោគ Tanker ប្រភេទរោគដែលនាំឲ្យរលួយឫសហើយធ្វើឲ្យកើតស្នឹមទៅលើស្លឹកលើផ្លែឈើបាទមួយនេះគេហៅកាប់តាន់ BT បាទអាហ្នឹងសម្រាប់តកៅបាទគ្រប់ប្រភេទបាទបាញ់សម្រាប់តកៅរហូតដល់ពងនេះទៀតបាទអានេះគេហៅកាប់តាន់ Metabio បាទអាហ្នឹងទៅលើប្រភេទចៃបើសម្មើបាទហើយនេះប្រភេទម្សៅយើងលាយទឹកបាញ់ហ្នឹងបងបាទត្រាប្រើរបស់វាគឺមកទឹក20លីត្រយើងប្រើពីត្រីកូណាម៉ាយើងប្រើ25ក្រាម BT យើងប្រើ25ទៅ50ក្រាមហើយ Metabio យើងប្រើ50ក្រាមបាទក្នុងទឹក20លីត្រចឹងបងប្អូនមានចំណាប់អារម្មណ៍ចង់បានផលិតផលមួយណាអាចទាក់ទងបានបាទអានេះគឺប្រភេទម្សៅប្រើទៅលើដំណាំនិងបន្លែផ្កាអីហ្នឹងបងប្អូនបាទដែលមានបញ្ហាណាបាទជាពិសេសគឺតកៅហើយនិងប្រភេទចៃបាទអានេះគឺយើងប្រើការពាររោគបាទប្រភេទរោគទូទៅដែលច្រើនទៅកើតនៅរដូវភ្លៀងដែលមានសំណើមច្រើនអញ្ចឹងណាបងប្អូនបាទគួរប្រើបាទ3ហ្នឹងគឺយើងប្រើល្អទាំងអស់សម្រាប់លើដំណាំហើយអត់ប៉ះពាល់ដល់សុខភាពទេបាទអរគុណច្រើនសូមជម្រាបលា